này bong con mà bị kéo con trong đập làm được luôn ấy được trong liền sấy nó là cái lá nó bên trong đập làm được luôn ấy bên trong tinh cái này trong phương tiện con luôn này cái lan khung xéo này vâng cái lan thấp ở đây lan thấp ở đây không với cắt không nó quay vào bong này sọc nó cái miếng đất lan lụ đây bong ăn phóng ăn miếng xây vâng xây ở thông pan này hay luôn ban ban năng phòng xây đấy anh ta bắt đầu lấy mũi à anh ấy mố mà con khmer nhé anh ai đặt bàn và nấu phô đá năng vào miền xây phô rồi nấu ruột cái nào miếng này miền là xây chân tôi phân với đây nữa là xây prey chânเป็นตะแปงไอ้เคยเมียนลุยังเป็นอย่าง miền vô mà bị phô là lại chẳng ai phải a đập chuột đây là na bây giờ a เอาเวียมาจูมันกำได้รถกระลานกับใบกลมเชยลมใส่มวยโกนกระบอง Bình Đăng ơi cắt trời biết ai nó lại nó khổ mày thấp đi để to lưa đi อันนั้นโจรเละกันนะเรื่องทอมชิโร่เลยนะเราช่วยกันไรนี่จิตหาย con kìa mà trôi phú mày เอ๊ะเหม mày ย nè 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 cái chắc ê นี่มั้งนักจะบ้านจะดักไปเลย ồ cắt khai phơi cho rồi sập bắt à tắt chụp chôm bong ôn đời xa bong pro rưỡi cân chơi nhỏ vì xã đọt am đấy hay phần mà đòi bị dục mình nữa có bàn thôi ai bị xa chôm bong ôn phần này bực ní còn miền cồm non thà bị xa tinh cả làn thế mình trừ mòn chân xa mới ta giờ xóm kêu và ta thời tiết xóm khuôn ai hay là đợt khuôn ai ta ruột tiệt dạng là lại bong màu lực ní chân tìm mà được bong dạขนาดខ្ញុំមកជើលើកនេះជើងទី2ចាក់ចេញពីប្រទេសខ្មែរយើងអស់រយៈពេល40ឆ្នាំជាងហើយ40ឆ្នាំ40ឆ្នាំតាំងពីឆ្នាំ1979vàចាក់ចេញពីស្រុកយើងនឹងទៅហើយឥឡូវលើកទី2វិលត្រឡប់មកជន់ដីស្រុកកំណើតវិញមានការរីករាយណាស់បានជួបបងប្អូនញាតិមិត្តទាំងអស់រាប់ឲ្យព្រៀបផ្ទឹមកំបានផ្លែកពីសម័យដែលបងចាក់ចេញទៅណាផ្លែកកន្លែងនេះជាកន្លែងធ្លាប់ដើរពីកាលកណានៅពីក្មេងអាយុប្រហែល7-8ឆ្នាំទីនេះជាទីដើរធ្លាប់ដើរខ្វៀលគោកណាធ្លាប់ដើរខ្វៀលគោកន្លែងនេះជាកន្លែងព្រៃសកែហើយនឹងព្រៃលើថាចាស់ពីសម័យនោះគាត់មានចំកោហើយគាត់មានសេះទៀតហ៎បងមានដែរមានសេះមានជ្រូកលើដែលម្ដាយដៃគុណនឹងជាដូនជាតាថាពូជយើងមានដំរីទៀតណោះអូមានដំរីខ្ញុំមិនថាជាដិតមកដំរីដែរមានដំរីទៀតណាមានតាំងដំរីហើយគោរាប់រយក្បាលដល់បន្ទាប់ពីសម័យសង្គ្រាមទៅវាអស់គោអស់សេះចាត់ចាយអស់លីងដល់ពេលសម័យខ្មែរក្រហមហ្នឹង
tăng cô tăng mách thác cô ấy, tăng pi chán có đã ruộng đây បាទ là ngày ruộng tăng chịu vật tiền à chịu vật phục mà đài hay bong ôn sơ tăng tăng អស់ tăng tăng khang phục khang mà đài bàn tay sạch nhiệt khang mà đài đôi là đây con bàn chỉ điệp ấy nó sò tại sấy sấy đấy ស្រីៗទាំងអស់ sấy sấy tăng បាទប្រុស ប្រោអស់ហើយ លះបង់ជីវិតសម័យនោះអស់ហើយលេង មិនលះបង់ឯងគេយកទៅសម្លាប់បណ្ដោយបាទហ្នឹងគឺថាលះបង់ទាំងជីវិតទៀត បាទលះបង់អ គេ ស់ យកទៅសម្លាប់ទៀត បាទ បាទអើកណា ឥឡូវវិលមកពេលនេះយើងកំពុងតែធ្វើកាឡានហ្នឹងបង កណា គិតតែរសជាតិអាចទទួលយកបានទេមើលទៅតាម អឺ ការសំ ប្រហែលបានហ្នឹងហើយជាបច្ចេក ពេល ទេស បងជើញមកពីភ្នំពេញបានទិញតាមផ្លូវភ្លក់ដែរ ភ្លក់ដែរប៉ុន្តែទទួលយកបានដែរ អញ្ចឹងការផ្សំម្ដងនេះអាចគិតថាស្នាដៃនៃការចេញពីម្ដាយមីងបងប្អូនជាពិសេសគឺបងប្អូនស្រី កណា គាត់ជាអ្នកផ្សំគ្រឿងណា សំគ្រឿង ថាអាចរសជាតិអាចបានទេ បានប្រហែលបាន បាទបាទ ហើយ ព្រោះយើងអត់មានសំចៃគ្រឿងហើយដូចជាសណ្ដែកអីទេ អត់ទេដាក់ឲ្យច្រើនហើយញ៉ាំជាកាឡានដែលលក្ខណៈគ្រួសារដែលវិលពេលកណាបងវិលត្រឡប់មកកាន់ស្រុកយើងវិញជាលើកទី2 បាទ ប៉ុន្តែមិនដឹងពេលណាទៀតទេបានត្រឡប់មកវិញប៉ុន្តែសង្ឃឹមថាវិលត្រឡប់2ឆ្នាំឬក៏1ឆ្នាំម្ដង បាទ កណា នេះ ហើយមកជួបជុំ ប្រាប់ដល់បងប្អូនញាតិញោមព្រោះញាតិញោមបងប្អូនយើងនៅក្រៅប្រទេសក៏គាត់បានមើលខ្លះដែរបងណា កណា បងស្រីបងពេជ្រត្រូវជាប្អូនរបស់បង កណាកណា ខាងខ្សែបងសល់តែ2នាក់ហ្នឹងឯង សល់2នាក់ អត់មានអ្នកផ្សេងអីសល់ទេ អត់មានសល់ទេសល់2នាក់ ប្រហែលអ្នកបងស្មានតែបាន ទាំងអស់7នាក់ 7នាក់លះបង់សម័យនោះអស់ លេងសល់ អស់លេងសល់2នាក់ ពីរនាក់នឹងសល់ខ្មោចឲ្យទៀត សល់ខ្មៃអស់ធ្លាប់លើបងស្រីនិយាយប្រាប់ខ្លះដែររឿងហ្នឹងឡើងថ្ងៃនេះខ្ញុំថារសជាតិនឹងអាចទទួលយកបានណា បាន បាទ ប្រកាសជាយកបានមក បាទ ព្រោះគេថាសង្ឃឹម100% អាចទទួលយកបានហើយ បងប្អូននៅខាងក្រៅប្រទេសតែមិនធ្លាប់ជួបបងថាมันមានកលានទេ អត់មានកម្លាំងអត់មានទេ បងជើញមកស្រុកខ្មែរជាទូទៅมันជាចង់ដើរលេងកម្សាន្តអីច្រើនចង់មកជួបជុំបងប្អូន ចង់ជួបគុំចង់ជួបជុំបងប្អូន ជួបជុំបងប្អូនយើងមករយៈពេលខ្លីប៉ុន្តែបង្កលក្ខណៈអនុស្សាវរីយ៍ កណាកណា ព្រោះពេលដែលបងជើញទៅវិញមិនដឹងថាមានឱកាសពេលណានឹងអាចជើញមកទៀតទេ កណាកណា ព្រោះដូចបងមានប្រសាសន៍អញ្ចឹងថា40ឆ្នាំមកបានតែ2ដង មកទៅ2ដង បើយើងងាយចែកជា2ទៅ20ឆ្នាំមក មួយឆ្នាំម្ដង អញ្ចឹងតរំតែពេលនោះឧបមាថាទៅវិញតម្រាំតែបានមកអាចមកម្ដងទៀតអាចបាត់វត្តមានពុកមីម្ដាយមីអី អាច បង អាច ឃើញ មាន អញ្ចឹងគឺ អាចមាន ចាស់ទុំមួយចំនួនគាត់ជរាដែរណា កណាកណា ជរាដូចជាអ៊ំសៅអ៊ំរួមហ្នឹងក៏គាត់មានភាពចាស់ កណា ជរាច្រើន អត់ទេសង្ឃឹមថាគាត់បាន20 30ឆ្នាំទៅមុខទៀត ហ្នឹងហើយបងបន សង្ គ្រប់ ឃឹម គ្រង ព្រោះណែខ្មែរមានគេថាពុទ្ធសាសនាដែលធ្វើឲ្យមីងមាអ៊ំទាំងអស់ណែ ឲ្យភ្លក់ហ៎ លក់អាំសៅនឹងសៅ ឥឡូវមើលឲ្យបងភ្លក់បន្តិចសិនមកតើរសជាតិមិនប្រាប់បងប្អូនយើង អញថាទៅប្រាប់ទៅតិច គឺឈ្ងុយដែរនេះអាថ្មរំធំខ្លួនដូចរៀងផ្អែមមិនចឹង ឯង ផ្អែមមែនទេក្លិនណាមិនដែរ បានទេប៉ុណ្ណឹង បានទេ កលានបាន ហើយថ្មសុំតិចដែរបែប ដោយថ្មនឹងបងជា Master Chef ហ៎ជាគណៈកម្មការវាយតម្លៃ ហ្នឹងហ្នឹង ទៀតនេះគាត់ជាចុងភៅ កណា ឥឡូវបងដាក់បន្ទុកឲ្យគាត់មកណា អាហ្នឹងជាប្រហែល 90% បានហើយបាទ 90% អាថ្មចិត្តទៅអាថ្ម កលានលក់ អ បាន រេអាថ្មឲ្យ95ដោយសារអាថ្មចូលចិត្តផ្អែម ផ្អែម ហ្នឹងហើយអាថ្មចូលចិត្តផ្អែមហើយសាមអញ្ចឹងអាថ្មសុំតិចទៀត ប៉ុណ្ណឹងបានហើយ បើធ្វើចង់ធ្វើលក់ដាក់ឲ្យប្រៃជាងហ្នឹងបើធ្វើលក់អត់ បាទបាទអត់អីនេះជាលក្ខ ប៉ុន្តែ ណៈ ចេះ គ្រួសារ អាចពេលដែលយើងដុតទៅវាអាចកាត់បន្ថយអាភាពស្អិតណា ណា អាភាពស្អិតទឹកច្រើនណា អានេះកណាដាក់ទឹកច្រើន មានន័យថាយើងស្ងោរទឹកដើម្បី ហ្នឹងហើយ តេស្តមើលរសជាតិហ្នឹង កលានវាអត់សូវមានជាតិ ប៉ិនកាឡានវាអាចរៀងបង្ហាប់វាហាប់
ហាប់ នេះ ដែលដូច វា ដូច មានហាប់ បាយ នេះ ដូចបាយចង្ហុយ ហ្នឹងហើយ បាទដូច ចឹងថ្មគាត់ថាអាចរសជាតិអាចប្លែក ណា ព្រោះវាមានក្លិនជាពិសេសស្លឹកនោះហើយយើងដាក់បន្ថែមបងស្លឹក ស្លឹក តើយ កថាយកថាយ រសជាតិវាអាច ស្លឹកកថាយឬកថាយ តើយ កថាយ តើ ហៅតែកថាយកថាយ បង ត្រូវអាចយកខោយើង មិនគ្រប់អារាស័យគ្រប់ទីដែរ ចឹងអាត្មាដាក់បន្ទុកជូនបង95បងកៅគាត់ កៅគាត់ ហ្នឹងហើយទុក5ទៀតទុកឲ្យបង ព្រោះកណាអត់ទៅចូលចិត្តផ្អែមបាន អូ ប៉ុណ្ណឹងបានអាចញ៉ាំបាន ដាក់ខ្លួនឯង ហ្នឹងហើយហ្នឹងហើយក ោវាអត់បាន ទៅជួយដៃ នៅអញ្ចឹងបងប្អូនទស្សនាទៅយើងជួបជុំបងប្អូនយូរម្ដងហើយអ្វីដែលប្លែកហ្នឹងគឺបងគាត់ចង់ដាក់កលានហើយមានកម្មវិធីជួបជុំគ្នាច្រើនពេលទៀត ច្រើនពេលទៀត មានការជួបជុំគ្នាហ្នឹង ក្នុងរយៈពេល10ថ្ងៃហ្នឹង ហ្នឹងរយៈពេល10ថ្ងៃនេះហើយការជួបជុំហ្នឹងគឺបង្កលក្ខណៈនៅការក្នុងការដូចថាតំណាក់តំណងក្នុងនាមចំពោះគ្រួសារបងប្អូនយើងឲ្យមានលក្ខណៈមួយហៅថាកម្របានជួបគ្នាអញ្ចឹង កណាកណា ណា ណារិគុណហើយទៅខាងនោះដុត ឡាញ់ដុត តិចទៀត ឡើងតិចទៀតយើងទៅមើលឡាញ់ដុតតិចតោះ បាទ កំពុងតោះ កណា មិនរឿងមកនាំទៅមើលកន្លែងដុតតិចហើយអ្នកមើលទៅមួយជួរហ្នឹងអាចដាក់អស់ហេ60កន្លានឥឡូវយើងមកមើលកន្លែងដុតនេះគឺយើងរៀបចំកែច្នៃអញ្ចឹងហើយជាទូទៅតាមបច្ចេកទេសអាត្មាធ្លាប់ដឹងអ្នកដុតមកគេដុតដីមួយវគ្គចោលសិនឲ្យវាឆ្អិនដីណា ចិនដី តែប៉ុន្តែយើងនេះយើងដុតភ្លាមតែម្ដងហើយ អត់មានពេល បាទ យើងមិនមែនជាអ្នកដុតកលានណា យើងហៅថាដុត ដុត ហូប ដើម្បីជាលក្ខណៈគ្រួសារ បាទហើយចំនួន60កន្លាននេះអាចមើលទៅដូចជាបងប្អូនយើងអាចគ្រប់គ្នា គ្រប់គ្នាហើយមើលទៅ បាទ បើមិនគ្រប់ចាំថ្ងៃថ្ងៃលើកក្រោយអត់ដុតបន្តទៀត ទៀត បើថាកលាននេះអាចទទួលយកបានសាច់ញាតិឬក៏អាចទទួលយកបានបើជាក្រុមស្អី ក្រុម សេវាកលាន បាទ ភ្នំថាបដី តែអាត្មាគេឃើញកន្លានយើងដុតនេះធំ ធំ ជាង កណា គេលក់ហ្នឹងសឹងថាមួយនេះបើមនុស្សធំអាចថាមួយចំអែត មកអូ2នាក់ ណា បាទបាទ ដេកកូន វាអាចប្រវែងនេះនោះ បាទ2នាក់បានញ៉ាំអស់ ធំភាកច្រើនដូចអានេះអីសាធំនេះ កណាសាធំធំ បាទឃើញអញ្ចឹងនេះចូលមកកំប៉ុងឬក៏កន្លះកំប៉ុងស្មានហ្នឹងវាធំមែនទេ ធំ បាទអញ្ចឹង កំប៉ុងហ្នឹង ផ្ញើសេចក្តីនឹកលឹកជូនដល់បងប្អូនទាំងអស់គ្នាតាមរយៈវីដេអូនេះហើយបងប្អូនដែលបានមើលឃើញសកម្មភាពបងប្អូនខ្មែរជាពិសេសបងប្រុសដែលបានអញ្ជើញមកពីសហរដ្ឋអាមេរិកនេះបង្កលក្ខណៈមួយគឺយើងបង្កើតកម្មវិធីក្នុងការជួបជុំដុតកន្លាននេះ ខ្ញុំដាក់ខ្សែទៀតដាក់ដុតមកប៉ុណ្ណឹងហើយបង តែប៉ុណ្្នឹងបានតែប៉ុណ្្នឹងបានហើយ ប៉ុណ្ណឹងហើយទៅមកវគ្គហ្នឹងចាំមកវគ្គក្រោយទៀតចាំ វគ្គក្រោយទៀតផ្សេងដាក់មកផ្សេង ខ្ញុំដាក់ខ្សែស៊ីម៉ាធម្មតា នេះបញ្ចូលស្លឹកណានេះ ដុតកីឡានដាក់ខ្សែស៊ីម៉ា បង ដាក់តែខ្សែស្បាទៀតឥឡូវហៅតែឥឡូវបូជាកលាន បងអីណាដែលគេ ដាក់ចិត្តដល់បង ស្បាយវាដុតចិនដែរវាដុតទៅច្បើងទៅបង អញ្ចឹង មកដេកកែ តិចតើ មកទៅទៀត ដល់យកប៉ាសៃមកដាក់ទៅលើ អូខេនេះ ក្លោក៏មិនងំដែរបាទនេះរៀបចំហើយអីដល់អីណាដែលគេ មានគេជ្រួយហ៎
3អានេះគេដុតអាកជ្រួចដំរីហ្នឹងមិនត្រូវមកអូនងាយឯង បាញ់ខ្ញុំយកបាញ់តែបាញ់ខ្ញុំចេះបាញ់ទៅ bố ơi nữ rồi anh chọn một việcក្រោយ biết rồi nữ ឲ្យវាទីមួយទៅគាត់ទៅ ស្អី ញាតិញោមទាំងអស់គ្នាឥឡូវនេះសម្រាប់ជាលទ្ធផលហើយគាត់ថាដំបងកលានតូចវារៀងសាច់ឆ្អិនពេញលេញប៉ុន្តែកលានធំក៏ឆ្អិនដែរគាត់ថាវានៅអត់ទាន់ខ្សោះទឹកអញ្ចឹងចង់ដឹងថារសជាតិដោយការដែលយើងរំពឹងទុកអត់ចាំមើលបងរសជាតិដូចជាកាលមុនមិនទាន់ដុតទេឲ្យ 90% ឥឡូវថា 100% ហ្មងឆ្ងាញ់ហើយឆ្ងាញ់មែនតើបាទហើយរសជាតិឆ្ងាញ់ណាស់បាទរសជាតិឆ្ងាញ់គួរទទួលយកបានបើបងប្រៀបធៀបនឹងកលានតែញពីម្សិលមិញមិនដែរអូអត់ទេនេះគេថា 100% ហ្មងវាមានរសជាតិខ្ទិះដូងមកខ្ទិះដូងផ្អែមហើយយើងដាក់បន្ថែមជាស្លឹកអបជាមួយនឹងទឹកដូងហើយជាមួយនឹងស្លឹកតើយស្លឹកហ្នឹងហើយស្លឹកតើយទៀតស្លឹកតើយទៀតគេថាឲ្យលេខ1ហ្មងចូលចិត្តបាទនេះជាកាឡានលក្ខណៈគ្រួសារទេបាទគ្រួសារឲ្យដុតខ្លួនឯងរៀងដុតខ្លួនឯងទៀតរៀងលើសទេរៀងខ្លោចលើសទេរៀងខ្លោចទេតែបើបកទៅអាចឆាន់បានបាទកណាអាចញ៉ាំបានបាទនិយាយប្រាប់បងប្អូនយើងនៅក្រៅខ្លះទៀតថាប្រសិនបើមានពេលវេលាយើងអាចជួបជុំគ្នាបង្កើតអ្វីសាវរីអីចឹងបងមើលថាភ្លុកតិចនេះជាសបាយមានថាការរីករាយមែនតើបើសិនបងប្អូនញាតិមិត្តដែលនៅប្រទេសក្រៅហើយបែកយូរដូចខ្ញុំអញ្ចឹងអាចមកវិញម្ដងណាកាលណាក៏ដោយក៏យើងអាចជាធ្វើជាអ្វីប្លែកជាជួបជុំជាអនុស្សាវរីយ៍ដែលកម្ររកបានណាបាទសូមបងប្អូនអញ្ជើញមកស្រុកខ្មែរស្រុកយើងជាស្រុកកំណើតនេះខ្ញុំមានសេចក្តីសមនោះនឹងបានមកជួបជុំបងប្អូនសប្បាយចិត្តមែនទែននេះនេះជាលក្ខណៈគ្រួសារទេនេះបាទជាលក្ខណៈគ្រួសារទេបាទចឹងឃើញមាននៅក្នុងមុខវីដេអូមនុស្សរៀងច្រើនអ្នកខ្លះគាត់បានទៅជួយដុតអញ្ចឹងបងបាទកណាដុតឲ្យទៅថែបទូភ្លើងអាត្មាក៏ទៅអង្គុយគេដែរណាហើយឡើយយើងដុតបានហើយអ្នកគាត់ជួយពុះជួយអីចឹងទៅហើយខ្វល់ខ្វាយផ្សេងហើយបងខ្លះគាត់ចំអិនម្ហូបចុងភៅហើយថ្ងៃនេះធ្វើម្ហូបសម្រាប់ញ៉ាំជុំគ្នាអីខ្លះទៀតកណាចឹងរយៈពេល10ថ្ងៃនេះឃើញថាមមីញឹកនៅនឹងស្រុកកំណើតអត់មានចាចែងតាណាទេបាទចឹងអរគុណវីដេអូនេះបញ្ជាក់ថាលទ្ធផលដែលយើងបានពីការដុតកាឡានគឺពោះពីការរំពឹងទុកគឺបងគាត់ឲ្យតម្លៃគឺមានន័យថាដាក់បន្ទុកមកវិញថាឆ្ងាញ់ឲ្យ100បន្ទុកគឺឆ្ងាញ់មែនចឹងរសជាតិឆ្ងាញ់ហើយអាត្មាក៏ទទួលស្គាល់ដែរគឺឆ្ងាញ់គឺរសជាតិគេហៅថារសជាតិមិនជាប្រៃពេកមិនប្រៃពេកហើយមានជាតិផ្សំមួយខ្ទិះហើយឈ្ងុយទឹកតែតិចគ្រាន់ថាយើងយកមកដំបងនេះវាមិនទាន់ពេញសាច់ស្ងួតទេបងបើសិនយើងទុកមកសន្ទុះទៀតយើងអាចពេញសាច់ស្ងួតជាងនេះហើយអញ្ចឹងអរគុណច្រើនឥឡូវញ៉ាំជូនដល់បងប្អូនទាំងអស់គ្នានៅក្រៅប្រទេសឃើញតាមរយៈបងរឿនដែលបានអញ្ជើញមកខ្មែរលើកនេះបងអានេះមិនឆ្ងាញ់លេងទេនេះឆ្ងាញ់ដល់លើកដៃលើកជើងនោះបាទឆ្ងាញ់មែនទេនេះហើយអរគុណដែលបងប្អូនដែលទស្សនា
ហើយចាំឲ្យបន្ទុតាមក្រោយនឹងបងផង នេះរកនៃចំត្រៃនេះដាក់ អរគុណចា ឆ្នាំអាមេរិកអត់ កលានយកមិនញ៉ាំអាកើតទេកណាញ៉ាំអាកើតនេះឆ្ងាញ់ចូលចិត្តមែនទេនេះ เอาเข้าไป បងលឿនមួយសប្តាហ៍ ហ្នឹងហើយអានេះបានកលានសតអញ្ចេះដុតឆ្ងាញ់មែនទេនេះឈ្ងុយមក ឥឡូវអ្នកមិនចេះដាក់បន្ទុឲ្យស្នាដៃប្រពន្ធបន្តិចមើល Ngon vậy? ហ៎ ឆ្ងាញ់ មើលឥឡូវទឹកដៃប្រពន្ធមិនដែរឆ្ងាញ់ហ៎ Ngon. ឆ្ងាញ់ហ៎ប្រពន្ធធ្វើម្ហូបឲ្យរាល់ថ្ងៃបើមិនឆ្ងាញ់ចម្លែក និយាយទៅបងអត់សាប់បាយចាំចៃមកនិយាយសាប់បាយឥឡូវឲ្យចាំចៃមក បាយយ៉ាងម៉េចទេបើកលានឆ្ងាញ់ឡើងឡើងដាក់កលានស្អាតហើយទៅ មកភ្លក់អានេះដូចជាបាយស្ដាំងហ្នឹង បាយស្ដាំ កលានអត់នេះមិនដងយើង5ហើយដងបាយដូចបាយនេះគេលក់ដងតែប៉ុណ្ណឹងណាយើងថែមដង5ទៀត អូនណាញ៉ាំមើល ញ៉ាំហើយដល់ មើលមកនេះរឿងអ្នកខាងជួយដុត ណោះជួយដុតមក នេះចង់ឲ្យភ្លក់តិចដឹងរសជាតិម្នេះមើលម្នេះមកខាងនេះឥឡូវអ្នកខាងដុតខាងអីទៅដុតអត់ទេមកខាងនេះហូបអាននេះវិញ មកខាងនេះមកខាងនេះ រឿង មកខាងនេះមកខាងនេះ ឥឡូវភ្លក់មើល មើលអាកលានអានោះអាមួយស្រោមនោះ mà lấy bán êm ấy bên đây bán êm ហើយដាក់បន្ទុកហ្នឹង là nó từ riêng đi tịch mà ở trên kia nâng tịch tiết nó mà ឥឡូវនេះអ្នកផ្សំហៅថាអ្នកផ្សំគ្រឿងហើយអ្នកនឹងដុតមិនដែររសជាតិមិនដែរ một tiết ngành ញ៉ាំហើយអ្នកផ្សំគ្រឿងខ្លួនឯងមិនដែរមានខ្វះអីអត់បង nước qua êm nó bá ចាត់ឆេះច្បាស់មុនអាក្រោយបងលើកណាំបាល់ អូអាក្រោយហ៎ ក្រោយ អាក្រោយអាប្រហែលជាភ្លក់លេខបានគឺផុតហើយផុតកាលហើយ rồi cho bà về từ cái đó bàn là mồm ហើយមកតែឃើញយកស្លឹកតើយត្រប់ពីក្រោម បាទកណា ផងទៅលើផង ដាក់ទឹកនឹងមកវាជះឡើងលើពីលើពីក្រោម thôi ហួយតិចតិចយ៉ាងដែរ ឈ្ងុយឆ្ងាញ់ក្លិនប្អូប nó mình chơi tịch tiết mình គេ chơi ត្រូវហើយ ក្លិនប្អូបមែនទេនេះ anh bay cái bao អាចទទួលយកបាន ថ